រៀបចំធ្វើទូបង្ហើយបងប្អូនទាំងគ្នាមើលទូនេះធ្វើប្រហែលថ្ងៃហើយបានហើយតន់ហើយទេឥឡូវរៀបចំដាក់ចាំឲ្យបងប្អូនទាំងគ្នាវាយឡៃទៅឲ្យដាក់កាត់កញ្ចក់កុំមកគេកាត់កញ្ចក់រំទេបានបងប្អូនទាំងគ្នាកាត់កញ្ចក់រំទេបានឥឡូវបានកញ្ចក់មកហើយខ្ញុំចាប់ដើមធ្វើបង្ហើយឯងបងប្អូនទាំងគ្នាអើយចាំមើលទស្សនាឲ្យទូខ្ញុំទាំងអស់គ្នាបងប្អូនទាំងគ្នាតើស្រស់ស្អាតបែបណាបងប្អូនទាំងគ្នាគាត់ថាសាមញ្ញទីទូខ្ញុំមកបងប្អូនទាំងគ្នាបានមានលាបថ្នាំលាបអីបាញ់ថ្នាំបាញ់អីទេបងប្អូនទាំងគ្នាតែមកសុទ្ធតែម្ដងបងប្អូនទាំងគ្នាដល់ចំដាក់កែងហើយជ្រុងហ្នឹងបងប្អូនអាចទស្សនាលេងបានបងប្អូនទាំងគ្នាហើយសកម្មភាពធ្វើទូរបស់ខ្ញុំសាមញ្ញធម្មតាទេបងប្អូនទាំងគ្នាមិនសូវចេះប្រហែលទេគាត់ចេះធ្វើទៅទេបងប្អូនទាំងគ្នាទេរៀបចំដាក់កែងដាក់អីបងប្អូនទាំងគ្នាកែងហ្នឹងក៏ខ្ញុំទឹកតែទិញយកមកដាក់ដែរបងប្អូនទាំងគ្នាទុកប្រហែលថ្ងៃហើយបានទេបងប្អូនទាំងគ្នាឥឡូវរៀបចំហើយបងប្អូនទាំងគ្នាខ្ញុំចាប់កែងខាងរើហើយនៅតែចាំកញ្ចក់យកមកដល់ដាក់តម្លើងទ្វារតែម្ដងបងប្អូនទាំងគ្នាហើយនេះគឺសកម្មភាពទូនេះតូចដែរទេបងប្អូនទាំងគ្នាតូចដែរទេទៅតឹង40កម្ពស់60កម្ពស់160បងប្អូនទាំងគ្នាកម្ពស់160ហើយតូចដែរទេយើងរៀបចំដាក់កញ្ចក់ដាក់អីហើយបងប្អូនទាំងគ្នាកញ្ចក់ទៅយកមកដល់ល្ងាចហើយបងប្អូនទាំងគ្នាទៅយកដល់ល្ងាចហើយទៅកាន់តែយកកញ្ចក់មកដល់ភ្លាមខ្ញុំចាប់ដើមតម្លឹងទ្វារហើយព្រោះទ្វារនឹងតិចអីខ្ញុំចាប់រួចអស់ហើយបងប្អូនទាំងគ្នានៅទីដល់យើងបាញ់វីតិចទៅជាប់ហើយបងប្អូនទាំងគ្នាដាក់កលឹះតិចតួចគឺបានកញ្ចក់នេះគឺខ្ញុំកញ្ចក់ដាក់កញ្ចក់ថ្លាខ្ញុំអត់ប្រើកញ្ចក់ទឹកសមុទ្រទេបងប្អូនទាំងគ្នាប្រើកញ្ចក់ថ្លាប្រភេទទូដាក់ឲ្យបានអញ្ចឹងប្រើកញ្ចក់ថ្លាយើងទៅយើងមើលឃើញស្អាតបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបានចាប់ដើមបាញ់ចាប់កញ្ចក់ចាប់អីចូលអស់ហើយខ្ញុំលាបចំឲ្យលើកគ្រោងយកមកបាញ់ភ្ជាប់ជាមួយទូហើយកញ្ចក់នឹងក៏ខ្ញុំកំងគេឲ្យគេកាត់ដែរបងប្អូនទាំងគ្នាខ្ញុំអត់ចេះកាត់កញ្ចក់ទេបងប្អូនទាំងគ្នាខ្ញុំបានពីទ្វារទូនឹងធ្វើពីផ្ទាំងទ្វារបើកខ្ញុំអត់បាញ់ថ្នាំទេណាបងប្អូនទាំងគ្នាអើយធ្វើទូឲ្យអូទេអូគាត់កំងឲ្យធ្វើឥឡូវលើកទី1ដែលខ្ញុំធ្វើទូបិទកញ្ចក់ខ្ញុំឆ្លប់ទៅធ្វើដែកបិទសង្កសីធម្មតាបងប្អូនទាំងគ្នាឥឡូវខ្ញុំដាក់រៀបកញ្ចក់លើកទី1ឥឡូវលើកទី1ខ្ញុំបានសម្រេចហើយចង់តម្លើងទ្វារហើយបងប្អូនមិនដែរបងប្អូនទាំងគ្នាទូខ្ញុំស្រស់ស្អាតបែបណាដែរប៉ុន្តែអាចទទួលយកបានអត់បងប្អូនអើយតែខ្ញុំសម្រាប់ខ្ញុំប៉ុណ្ណេះគឺបានហើយបងប្អូនទាំងគ្នាព្រោះខ្ញុំជាលើកទី1ដែលខ្ញុំធ្វើទូកញ្ចក់បិទកញ្ចក់ពីមុខបងប្អូនទាំងគ្នាខ្ញុំដាក់ឆ្លប់ទៅបិទសង្កសីបិទអីអញ្ចឹងណាឥឡូវខ្ញុំបានធ្វើចិត្តឲ្យហើយមកងាកនេះខ្ញុំគិតថាខ្ញុំតម្លឹងឲ្យហើយតែម្ដងទូនេះដែរខ្ញុំធ្វើ4ថ្នាក់បងប្អូនទាំងគ្នា4ជាន់សម្រាប់ដាក់អីវ៉ាន់អូក៏ដាក់ឯកសារអីគាត់ហ្នឹងបងប្អូនទាំងគ្នាគាត់ឲ្យធ្វើនៅប្រហែលថ្ងៃរំតែហើយបងប្អូនទាំងគ្នាឆ្លៀតធ្វើផ្លែឥឡូវទូខ្ញុំបានហើយ100%ហើយបងប្អូនទាំងគ្នាមិនដែរបងប្អូនអើយស្រស់ស្អាតក៏បានដាក់ពណ៌ទឹកសមុទ្រទៀតគឺអេមតែម្ដងបងប្អូនទាំងគ្នាគាត់ថាយើងដាក់ពណ៌សសិនទៅពណ៌ថ្លាសិនទៅហើយយើងអាចនឹងធ្វើកើតយើងនឹងធ្វើពណ៌ឲ្យដាក់ទឹកសមុទ្រទឹកអីណាបងប្អូនទាំងគ្នាមើលពណ៌បាញ់ថ្នាំបាញ់អីទៅឃើញស្អាតតែម្ដងបងប្អូនទាំងគ្នាអើយតែប៉ុណ្ណេះសម្រាប់ខ្ញុំគឺស្អាតហើយបាទបងប្អូនទាំងគ្នាទូខ្ញុំក៏ហើយដែរបងប្អូនទាំងគ្នាជាចុងបញ្ចប់ក៏ខ្ញុំអត់មានអីច្រើនដែរបងប្អូនទាំងគ្នាអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់អរគុណពុកម៉ែបងប្អូនដែលតាមដាន